បាទជំរាបសួរបងប្អូនខាងចំការស្វែងចន្ទីបងប្អូនតែងតែជួបនៅបញ្ហាស្វែងចន្ទីពេលដែលភ្លៀងកក់ខែមួយមេមកឃើញថាស្វែងចន្ទីមិនជាប់ផ្កាមិនជាប់ផ្លែបានល្អទេអញ្ចឹងបងប្អូនកុំទាន់អូសរំលងមើលតិចនិចបច្ចេកទេសដែលខ្ញុំនឹងបង្ហាញជូនបងប្អូនជំនាញទី1បងប្អូនគ្រាន់តែទៅទិញថ្នាំពពួកហេសាខូណូសូឬក៏ពពួកធាតុសកម្មដែលមកដបមានពីរធាតុសកម្មចូលគ្នាគឺឈ្មោះ Azoxystrobin បូកជាមួយ Difenoconazole តែធាតុសកម្មទាំង3នេះគឺមានតួនាទីសម្រាប់ជំងឺផ្សិតលើស្បែកចន្ទីបានល្អឬក៏ជំងឺអង់ត្នោសពេលដែលភ្លៀងកក់ខែមួយមេហើយមួយទៀតបងប្អូនត្រូវពិនិត្យមើលចំការស្វែងចន្ទីតើមានសត្វល្អិតមកស៊ីឬក៏មកទុំដែរឬទេបើមានបងប្អូនត្រូវតែបាញ់ជាមួយគ្នាហើយដែលអាចបាញ់ជាមួយគ្នាដូចជាពពួកអេបាមេទីនឬក៏សៃផើមេទីនហើយជំហានទី2បងប្អូនត្រូវតែបាញ់ថ្នាំបំពន់ដូចជាកាល់ស្យូមបូរ៉ុននិងអាស៊ីតអាមីណូពូធាតុសកម្មនេះជួយឲ្យផ្លែនិងក្តាប់លំអងជាប់បានល្អនិងអាស៊ីតអាមីណូជួយឲ្យចន្ទីដែល stress ឲ្យផ្កានិងផ្លែនិងដើមមានកម្លាំងឡើងវិញនិងជួយបង្កើនថាមពលបន្ថែមចំពោះជំហានទី3បងប្អូនត្រូវបន្ថែមទៅអរម៉ូនវិញដូចជាពពួកអរម៉ូនអុកស៊ីនឬក៏ GA3 ដើម្បីជួយឲ្យតងផ្កានិងតងផ្លែស្វិតជាប់បានល្អបងប្អូនធ្វើ3ជំហាននេះបងប្អូននឹងទទួលបានទិន្នផលខ្ពស់និងផ្លែច្រើន